បាទសួស្តីបងប្អូនអញ្ចឹងថ្ងៃនេះយើងត្រឡប់មកជួបគ្នាវិញមកមើលអំពី exchange rate ហើយនឹងការវាស់វែងរបស់ exchange rate អញ្ចឹង exchange rate គឺជាអត្រាប្តូរប្រាក់អញ្ចឹងយើងនឹងស្វែងយល់ទាំងអស់គ្នាថាតើអ្វីទៅជាអត្រាប្តូរប្រាក់ exchange rate ហើយ how are exchange rate are measured តើគេវាស់វែង exchange rate នឹងរបៀបម៉េចធ្វើម៉េចបានដឹងថា$1ស្មើ4000រៀលឧទាហរណ៍អញ្ចឹងណាបាទហើយតើមានវិធីសាស្ត្រអីខ្លះដែលប្រទេសនីមួយៗគាត់ប្រើដើម្បីកំណត់អត្រា exchange rate ឬក៏អត្រាប្តូរប្រាក់របស់គាត់ហ្នឹងណាបាទហើយនៅក្នុងការចែកម្លែកនេះខ្ញុំបានយកមេរៀននេះមកពី Reserve Bank of Australia ធនាគារកណ្ដាលរបស់អូស្ត្រាលីណាវាជាធនាគារជាតិរបស់អូស្ត្រាលីដូចជាធនាគារជាតិរបស់កម្ពុជាយើងដែរបាទអញ្ចឹងខ្ញុំសូមទៅចំណុចបន្ទាប់សូមទោសអញ្ចឹងឥឡូវយើងមកស្វែងយល់អំពី what is an exchange rate តើអ្វីទៅជា exchange rate អញ្ចឹង exchange rate អត្រាប្តូរប្រាក់ហ្នឹងវាគឺជាការបង្ហាញនៅតម្លៃរបស់រូបិយប័ណ្ណមួយទៅកាន់រូបិយប័ណ្ណមួយទៀតឬក៏រូបិយប័ណ្ណមួយទៅកាន់ក្រុមនៃរូបិយប័ណ្ណមួយទៀតគេហៅថា group of currency ណាបាទអញ្ចឹងអាហ្នឹងជាទូទៅគេធ្វើឡើងនៅក្នុងសេដ្ឋកិច្ចដែលយើងមានការផ្ដោះប្ដូរទំនិញជាអន្តរជាតិនៃប្រទេសដូចអូស្ត្រាលីអញ្ចឹងគឺ exchange rate ហ្នឹងគឺពិតជាមានសារៈសំខាន់ណាស់ដោយសារតែអត្រាប្តូរប្រាក់បើវាឡើងបើវាចុះវានឹងប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចវានឹងប៉ះពាល់ទៅដល់អតិផរណា inflation ហើយនឹងប៉ះពាល់ដល់ balance payment ទៀតបាទអញ្ចឹងឥឡូវយើងមកមើលពីផលប៉ះពាល់នៃ exchange rate ទី1យើងឃើញមាន economic activity អញ្ចឹង exchange rate ហ្នឹងគឺវាអាចធ្វើឲ្យទំនិញរបស់យើងដែលនាំចេញហ្នឹងមានការប្រកួតប្រជែងឧទាហរណ៍ថាបើ exchange rate របស់យើងទាបឧទាហរណ៍ថាពីមុនមកខ្ញុំលើកឧទាហរណ៍ថាប្រទេសកម្ពុជាយើងធម្មតា$1ស្មើ4000រៀលបាទប៉ុន្តែស្រាប់តែមួយខែឬពីរខែក្រោយ$ស្មើ3500អញ្ចឹងជនបរទេសគាត់ចំណាយលុយតែ$1ដែរទេអូសំទោស$3500បានន័យថាវាថ្លៃជាងមុនហើយបាទអញ្ចឹងបានន័យថា$1ឡើង4500ឧទាហរណ៍ណា4500អញ្ចឹងជនបរទេសគាត់ចំណាយលុយតែ$1ដែរទេប៉ុន្តែគាត់អាចដូរមកបាន14500រៀលអញ្ចឹងគាត់នឹងអាចទិញទំនិញនៅស្រុកខ្មែរយើងបានច្រើនជាងមុនចំនួនលុយគាត់នៅដដែលណាប៉ុន្តែគាត់អាចទិញបានច្រើនជាងមុនបាទហើយបើសិនជាមានការនឹងកើតឡើងមែនវាអាចនាំឲ្យមានគេហៅថា inflation ដោយសារតែ weak currency បានតែតម្លៃលុយរបស់យើងថយចុះព្រោះពីមុនមក$4000ស្រាប់តែ2-3ខែក្រោយ$បាន4500អញ្ចឹងតម្លៃលុយរបស់យើងគឺវាថយចុះអញ្ចឹងណាបាទហើយមួយទៀតគឺតាក់ទងនឹង balance payment អញ្ចឹងណា exchange rate ក៏វាប៉ះពាល់ដល់ trade flow ដែរលំហូរនៃពាណិជ្ជកម្មណាបាទអញ្ចឹងយើងទៅមើលចំណុចបន្ទាប់នេះវិធីសាស្ត្រដែលគេវាស់វែង exchange rate ហ្នឹងបាទអញ្ចឹងជាទូទៅ exchange rate ហ្នឹងគឺគេយកតម្លៃនៃរូបិយប័ណ្ណមួយទៀតដើម្បីវាស់វែងប្រៀបទៅនឹងរូបិយប័ណ្ណមួយទៀតហើយរូបិយប័ណ្ណមួយដែលគេប្រើដើម្បីវាស់វែងច្រើនជាងគេនៅលើពិភពលោកនោះគឺលុយដុល្លារដូចយើងដឹងហើយដុល្លារគឺជារូបិយប័ណ្ណអន្តរជាតិដែលគេប្រើប្រាស់សម្រាប់ផ្ដោះប្ដូរទំនិញពាណិជ្ជកម្មអន្តរជាតិអញ្ចឹងណាបាទអញ្ចឹងនៅក្នុងឧទាហរណ៍នេះយើងឃើញថាលុយអូស្ត្រាលីដុល្លារអូស្ត្រាលីនោះទៅដុល្លារអាមេរិកអញ្ចឹងក្នុង$1សហរដ្ឋអាមេរិកគឺស្មើនឹង0.15សេនដុល្លារអូស្ត្រាលីបាទអូខេអញ្ចឹងយើងទៅ cost of rate អញ្ចឹង exchange rate នេះគេ calculate របៀបអញ្ចេះ cross exchange rate ណាបាទហើយ trade wage index trade wage index នេះធម្មតាគេយក currency រូបិយប័ណ្ណរបស់ប្រទេសមួយហ្នឹងហើយគេយកទៅប្រៀបធៀបជាមួយនឹង currency របស់ប្រទេសដៃគូដែលយើងនាំទំនិញចេញចូលហ្នឹងប្រៀបធៀបជាមួយក្រុមប្រទេសហ្មងមិនមែនតែប្រទេសណាមួយទេណាបាទហើយ key benefit របស់វាប្រៀបធៀបរវាងក្រុមប្រទេសអញ្ចឹងគឺ less volatile បានន័យថាវាអត់សូវមានភាពឡើងចុះខ្លាំងដោយសារតែយើងយកលុយរបស់យើងហ្នឹងទៅប្រៀបធៀបជាមួយនឹងលុយនៅប្រទេសច្រើនដែលជាដៃគូពាណិជ្ជកម្មរបស់យើងអញ្ចឹងណាបាទអញ្ចឹងយើងទៅមើលមួយទៀតនេះ exchange rate regime អញ្ចឹងប្រទេសនីមួយគាត់ប្រើប្រាស់វិធីសាស្ត្រ exchange rate នោះផ្សេងគ្នាប៉ុន្តែវិធីសាស្ត្រដែលល្បីជាងគេឬក៏ពេញនិយមប្រទេស
quạt trôi chật ra cái hào tháp floating exchange rate đấy nó cái chuyện đấy là floating chẳng floating nó cứ vì cầm nốt đôi đầm rau ca hay nâng cá phụt cùng nó không tiếp xá này chẳng bà sân gì rupee bạn không biết đầm rau ca của quốc đầm lai exchange rate rupee bạn nó ai chẳng cần là tay bà đầm rau ca thôi chốt đầm rau ca này rupee bạn ai chẳng lẽ chọn exchange rate bảo rupee bạn nó ai lẽ chọn chẳng nó bạnហើយឧទាហរណ៍នៅក្នុងនេះដោយសារយើងយកពីធនាគារកណ្ដាលរបស់អូស្ត្រាលីគេលើកពីប្រទេសអូស្ត្រាលីថាអូស្ត្រាលីនេះគឺបានប្រកាន់យកអា floated exchange rate ហ្នឹងតាំងពីឆ្នាំ1983បាទអញ្ចឹងបានន័យថាលុយដុល្លារអូស្ត្រាលីពឹងផ្អែកទៅលើតម្រូវការនៅការផ្គត់ផ្គង់បើមានតម្រូវការខ្ពស់ការផ្គត់ផ្គង់ក៏ខ្ពស់ exchange rate ក៏ល្អដែរអញ្ចឹងណាបាទហើយការធ្វើអា floating exchange rate ឬក៏កាន់យក floating exchange rate ហ្នឹងគឺអាចធ្វើឲ្យគោលនយោបាយរូបិយប័ណ្ណគោលនយោបាយរូបិយប័ណ្ណហ្នឹងគឺអាចផ្ដោតទៅលើ domestic goal ណាបានតែគោលដៅនៅក្នុងស្រុកយើងបានហើយ long run purchasing power theory price equalize across country អញ្ចឹងសម្រាប់រយៈពេលវែងយើងយកអា floating ហ្នឹងវាឲ្យតម្លៃរបស់យើងហ្នឹងមានស្ថិរភាពបើយើងប្រៀបធៀបទៅនឹង purchasing power parity ណាបាទហើយ medium run រយៈពេលមធ្យមហ្នឹងគឺ driven by interest rate different competitiveness អូខេហើយមួយទៀតយើងមកមើលខាងស្ដាំដៃគេដាក់ថា peak exchange rate អញ្ចឹង peak exchange rate នេះគឺធនាគារកណ្ដាលឬក៏អាជ្ញាធរហិរញ្ញវត្ថុនៅក្នុងប្រទេសមួយហ្នឹងគឺគាត់កំណត់ exchange rate របស់គាត់ហ្នឹង fit ទៅនឹង exchange rate របស់ប្រទេសណាមួយទៀតឧទាហរណ៍ថាហុងកុងសប្តាហ៍ថ្ងៃហ្នឹងគឺហុងកុងគាត់ប្រកាន់យកអា peak exchange rate ហ្នឹងទៅនឹងប្រាក់ដុល្លារអាមេរិកអញ្ចឹងបើប្រាក់ដុល្លារអាមេរិកឡើងដុល្លារហុងកុងឡើងដែរបើប្រាក់ដុល្លារអាមេរិកចុះដុល្លារហុងកុងចុះដែរអញ្ចឹងណាបាទប៉ុន្តែប្រកាន់យក peak exchange rate បែបហ្នឹងគឺធនាគារកណ្ដាលគឺត្រូវ intervene អន្តរាគមន៍អញ្ចឹងធនាគារកណ្ដាលហុងកុងគាត់នឹងអន្តរាគមន៍ដើម្បីសម្រេចបានគោលដៅរបស់គាត់ណាបាទហើយមួយទៀតធនាគារកណ្ដាលត្រូវត្រៀមreserve ទុកឲ្យច្រើនក្នុងពេលដែលមានអតិផរណាកើនឡើងគាត់មានលុយដុល្លារគ្រប់គ្រាន់ដើម្បីទិញដុល្លារហុងកុងចូលអញ្ចឹងណាបាទអញ្ចឹងយើងមកមើលចំណុចចុងក្រោយពីយើងនេះមើល key take away អញ្ចឹងទី1យើងបានស្វែងយល់ពី exchange rate គឺជាតម្លៃនៃរូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀតហើយវាប៉ះពាល់ទៅដល់ការផ្ដោះប្ដូរទំនិញអតិផរណាហើយនឹង balance of payment បាទហើយទី2 bilateral trade គឺ value of currency vs another ហើយ most quoted ហ្នឹងគឺប្រាក់ដុល្លារហ្នឹងហើយរូបិយប័ណ្ណដែលគេចូលចិត្តយកមកប្រៀបធៀបខ្លាំងជាងគេណាគឺប្រាក់ដុល្លារបាទហើយ cross rate នេះគឺ third party currency ដូចយើងលើកឡើងមុនហ្នឹងគឺយើងយកប្រាក់រូបិយប័ណ្ណរបស់យើងទៅប្រៀបធៀបជាមួយនឹង group of currency អញ្ចឹងណាបាទហើយ trade credit index នេះគឺយើងយកប្រាក់របស់យើងហ្នឹងគឺដើម្បីទៅប្រៀបធៀបជាមួយនឹង group of currency ដែលយើងធ្វើការផ្ដោះប្ដូរទំនិញជាមួយបាទហើយទី5យើងមើល floating regime នេះគឺយើងឲ្យ exchange rate ហ្នឹងកំណត់ដោយទីផ្សារបើមានតម្រូវការខ្ពស់ exchange rate អាចនឹងកើនឡើងបើមានតម្រូវការទាប exchange rate អាចនឹងថយចុះហ្នឹងគេហៅថា floating regime exchange rate ហើយ peak exchange rate គឺយើងយករូបិយប័ណ្ណរបស់យើងហ្នឹងដើម្បីទៅ peak ជាប់ជាមួយនឹងរូបិយប័ណ្ណមួយទៀតឧទាហរណ៍ហុងកុង peak រូបិយប័ណ្ណដុល្លារហុងកុងទៅនឹងដុល្លារសហរដ្ឋអាមេរិកបើដុល្លារអាមេរិកឡើងដុល្លារហុងកុងឡើងបើដុល្លារសហរដ្ឋអាមេរិកចុះដុល្លារហុងកុងចុះបាទអញ្ចឹងថ្ងៃនេះមានប៉ុណ្ណឹងហើយបើមានអីចង់សួរបន្ថែមអាច comment នៅ comment ខាងក្រោមអរគុណ